បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំធ្វើវីដេអូខ្លីនេះមាន2ចំណុចដែលត្រូវជម្រាបជូនបងប្អូនទាំងអស់បាទទី1អំពីករណីពន្ធដែលសហរដ្ឋអាមេរិកយកទៅលើប្រទេសកម្ពុជាចំនួន 49% នោះគឺនៅជាធរមាននៅឡើយទេបាទទី2គឺខ្ញុំនិយាយអំពីសង្ក្រានចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរយើងនឹងនៅក្នុងស្រុកខ្មែរបាទនៅក្នុងស្រុកខ្មែរបាទមាន2បាទដែលត្រូវខ្ញុំដែលខ្ញុំលើកយកមកជម្រាបជូនបងប្អូននៅក្នុងថ្ងៃនេះមាន2ចំណុចហ្នឹងបងប្អូនណាបាទទី1អំពីករណីសហរដ្ឋអាមេរិកបាទលោកប្រធានាធិបតី Donald Trump ដែលបានចេញនៅការយកពន្ធពីបណ្ដាប្រទេសនានានៅលើពិភពលោកជាពិសេសកម្ពុជាយើងគឺយកចំនួន 49% បាទហើយថ្ងៃទី9ស្អែកនេះគឺជាថ្ងៃផុតកំណត់ហើយជាថ្ងៃអសានវត្តហើយបាទចំពោះការកំណត់យកពន្ធទៅលើបណ្ដាប្រទេសនានាហើយជាពិសេសកម្ពុជាបាទយើងឃើញហ៊ុនម៉ាណែតបានសរសេរលិខិតមកកាន់ប្រធានាធិបតី Donald Trump ដែរបាទអំពីករណីនេះសូមចរចាអីជាដើមបទូបថយឲ្យមិនយកពន្ធសហរដ្ឋអាមេរិកអីឬមកក៏យកចុះមកនៅត្រឹមបាទ3% អីជាដើមបាទតាមពិតទៅអ្វីដែលហ៊ុនម៉ាណែតសរសេរមកប្រធានាធិបតី Donald Trump នោះกระดาษនោះគ្មានតម្លៃគ្មានគតិយុត្តអីទេគ្មានប្រធានាធិបតី Donald Trump គ្មានពេលនឹងចាប់អារម្មណ៍នឹងពិនិត្យមើលទេឬមួយក៏បាទមើលលិខិតរបស់ហ៊ុនម៉ាណែតទាំងទេបាទអញ្ចឹងវាអត់មានអ្វីដែលថាគេកំណត់យកពន្ធបញ្ចុះពន្ធស្រុកខ្មែរអីប៉ុណ្ណេះអីអត់មានទេអត់ទាន់មានចេញជាផ្លូវការទេហើយថ្ងៃទី9ស្អែកហ្នឹងគឺបានជាក់ច្បាស់ថាកម្ពុជានៅយកពន្ធ 49% ដដែលឬមួយក៏ចុះប៉ុណ្ណាប៉ុន្តែព័ត៌មាននេះវាកើតមានឡើងទៅលើគណៈបព្វជិជនដែលខំបាទបំភ្លៃបំភ័ន្តយើងឃើញខំបរហោះចែករំលែកការមិនពិតណាជាច្រើនដែលថាអាមេរិកបទូបថយបញ្ចុះពន្ធមកនៅ 10% អីសម្រាប់កម្ពុជាអីតាមពិតអត់មានទេបងប្អូនបាទគឺអានោះព័ត៌មានคล้ายព័ត៌មានបោកសុទ្ធបាទអញ្ចឹងអ្វីដែលព័ត៌មានคล้ายគឺកើតចេញពីគណៈបព្វជិជននឹងតែម្ដងជាពិសេសគឺហ៊ុនសែននឹងតែម្ដងដែលជាdisinformation បាទគឺថាគឺជាអ្នកបដិទ្ធព័ត៌មានคล้ายបំផុតហ្នឹងគឺហ៊ុនសែននឹងតែម្ដងបាទបន្ទាប់មកគឺហ៊ុនម៉ាណែតបាទហើយនឹងបកពួកឥឡូវហ្នឹងគឺថានាំគ្នាផ្សាយអារឿងភូតកុហកថាអាមេរិកបទូបថយយកពន្ធមកនៅត្រឹម 10% អីណាគេនាំគ្នាអបអរសាទរនាំគ្នាគាំទ្រអីណាអនុសាសន៍អីណាហ៊ុនម៉ាណែតអីដែលបានផ្ញើលិខិតសុំចរចាអីបានទទួលជោគជ័យតាមពិតអានេះបោកសុទ្ធបងប្អូនអត់មានទេសហរដ្ឋអាមេរិកអត់មានតបបានចេញសេចក្តីប្រកាសណាមួយកំណត់យកពន្ធទៅលើបណ្ដាប្រទេសណាមួយនៅឡើយទេបាទទៅតាមពេលវេលាប្រទេសនីមួយៗដូចកម្ពុជាយើងត្រូវកំណត់ថ្ងៃទី9ខែមេសាស្អែកហ្នឹងហើយបានគេប្រកាសណាអញ្ចឹងអានោះមិនតាន់បានស្អីផងទៅដឹងទៅយកព័ត៌មានពីណាមកមិនស្រួលคล้ายយកថាប្រទេសកូឡុំប៊ី 10% ទៅថាកម្ពុជាអីអញ្ចឹងទៅណាវាជួនកាលវាកែអសអញ្ចឹងទៅណាបងប្អូនហើយវាយកទៅបោកប្រាស់ប្រជាជននៅក្នុងស្រុកអបអសាទរអីណាទៅសរសើរកោតសរសើរអីណាអាហ្នឹងមិនជាការពិតទេបាទអ្នកបងប្អូនឥឡូវខ្ញុំជម្រាបជូនទៅដល់បងប្អូនហើយលោកមួងណារ៉េតហ្នឹងគឺជាអ្នកតាមដានជាអ្នកប្រមាញ់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាប្រចាំហើយបាទព័ត៌មានសំខាន់ឥឡូវហ្នឹងក្នុងពេលដែលអត់មានអាស៊ីសេរី VOA ផ្សាយហ្នឹងគឺថាព័ត៌មានបំភ័ន្តព័ត៌មានបំភ្លៃកើតចេញពីគណៈបព្វជិជនតែម្ដងបាទវាចេះតែបោកប្រាស់ប្រជាជនហ្នឹងណាបាទអញ្ចឹងឥឡូវយើងបានព័ត៌មានពីលោកមួងណារ៉េត
បាទគាត់មានពេលខ្លះក្នុងការផ្សាយបន្ទាប់ពីអត់អាស៊ីសេរី VOA មកគឺបានលោកមុងណារ៉េតគាត់អ្នកយកព័ត៌មានផ្ទាល់ពីខាងមន្ត្រីសហរដ្ឋអាមេរិកជាដើមណាបាទអញ្ចឹងជាក់ច្បាស់គឺយើងស្ដាប់ព័ត៌មានពីលោកមុងណារ៉េតវិទ្យុបារាំងអីក៏ទៅតាមដានព័ត៌មាននឹងដែរបាទចឹងគឺអត់មានការប្រទេសបងប្អូនទៅលើករណីដែលសហរដ្ឋអាមេរិកបទូបថយពន្ធទៅលើប្រទេសកម្ពុជាថាយក 10% នេះគឺអត់មានទេអានឹងคล้ายកុហកទេណាបងប្អូនអានឹងខ្ញុំជូនដំណឹងទៅដល់បងប្អូនជាងជ្រាបពីករណីទី1បាទអំពីករណីទី2រឿងពាក់ព័ន្ធទៅនឹងសង្ក្រានឆ្នាំថ្មីនៅក្នុងប្រទេសកម្ពុជាខ្ញុំឃើញគេធ្វើប្លែកទៀតឆ្នាំនេះបាទជាពិសេសនៅក្នុងខេត្តកំពង់ចាមឬថាលិហាលអីណាយកលៀសចំនួន3តោនងាប់លៀសអស់ហើយនឹងទៅប្រមូលលៀសពីណាមកខ្លះប្រហែលជាទៅកើបខ្ទេចហើយពីបឹងទលេសាបបាទណាទៅកកាយនាំគ្នាទៅកកាយលៀសដាច់ពូជលៀសទៀតអាហ្នឹងវាប្រហិនពូជលៀសបំផ្លាញពូជលៀសបាទនៅទៅយកលៀសយកមកហាល3តោនហើយហាលឲ្យបានប្រមាណចម្ងាយ1គីឡូម៉ែត្រទៅធ្វើអញ្ចឹងទៅអីទៅតាក់ទាញទេសចរណាគេដែលទៅធ្វើអញ្ចឹងធ្វើអីប្លែកឈួតខុសគេបងប្អូនណាបាទអញ្ចឹងបានថារដ្ឋាភិបាលនេះគ្មានចក្ខុវិស័យគ្មានទិសដៅគ្មានគោលនយោបាយច្បាស់លាស់ទេវិស័យទេសចរក៏គ្មានស្អីក៏គ្មានដែរវាចេះតែនឹកឃើញធ្វើអស់ពីកម្មាវែងណាអន្សមវែងទូកងោវែងឥឡូវនេះមកលះហាលវែងហើយតិចទៀតធ្វើអីទៀតទៅណាតិចទៀតតាំងរូបហ៊ុនសែនតកូលហ៊ុននឹងកាន់ម្លែងវែងជាងគេយូរជាងគេឯងគូសរូបធ្វើរូបចម្លាក់អីអញ្ចឹងទៅយ៉ាងម៉េចណាវាអត់មានស្អីផែនការច្បាស់លាស់នៅក្នុងការរៀបចំទទួលនៅក្នុងសង្ក្រាន្តឆ្នាំថ្មីគេធ្វើអីមួយឲ្យមានសក្តានុពលសម្រាប់ជាតិតាក់ទាញវិនិយោគទុនតាក់ទាញទេសចរអីគេធ្វើអីណាមួយសម្គាល់សម្រាប់ប្រទេសកម្ពុជាអច្ឆរិយៈណាមួយណាខ្វះអីដែលត្រូវធ្វើតាក់ទាញទេសចរគេមិនត្រូវធ្វើអញ្ចឹងទេអានេះបំផ្លាញពូជលៀសណាធ្វើឲ្យលៀសនឹងដាច់ពូជទៀតហើយហ្នឹងហើយគ្មានសល់ទេកើបកាយពីទលេមកខ្ទេចខ្ទីអស់ទៀតទេបងប្អូនហ្នឹងហើយអានឹងវាគ្មានអ្វីប្លែកទេក្រៅពីបំផ្លាញធនធានធម្មជាតិណាបំផ្លាញធនធានធម្មជាតិបាទហើយបងប្អូនយើងកសិករមួយចំនួនអ្នកនេសាទមួយចំនួនទៅរាវលៀសអីចាប់គ្នាសិតតែពីនៃគ្នាណាតទៅពេលយួននៅពេញបឹងទលេសាបអូអួនកលាល្អិតហើយវាប្រើមាញ់យ៉ាងកាវវាប្រើឆក់ពេញទលេសាបអត់មានអាជ្ញាធរអត់មានសមត្ថកិច្ចណាទៅចាប់វាទេខ្ញុំធ្លាប់ធ្វើជលផលនៅទលេសាបនៅឆ្នុកទ្រូនៅកំពង់ឆ្នាំងខ្ញុំដឹងទាំងអស់ហ្នឹងបាទណាគឺថាយួនវាធ្វើនៅសប្ថ្ងៃហ្នឹងនៅពេញហ្នឹងនៅឆ្នុកទ្រូហ្នឹងបាទនៅមានបាទយួនពេញហ្នឹងនៅពេញទលេសាបហ្នឹងនៅឆ្នុកទ្រូនៅចុងគ្នាបាទគឺនៅពេញហ្នឹងបាទណាហើយអាហ្នឹងវាអត់មាននេះទេបងប្អូនវាធ្វើហ្នឹងគឺអត់មានអីឲ្យអស្ចារ្យទេបាទណាហើយរឿងមួយទៀតគេរៀបសង្ក្រានឆ្នាំថ្មីហ្នឹងគេហ៊ុនម៉ាណីហ្នឹងគេធ្វើនៅខេត្តសៀមរាបទៀតហើយបងប្អូនណាគេធ្វើនៅខេត្តសៀមរាបទៀតហើយបាទកាលពីឆ្នាំ2015ណាខ្ញុំបានប្រតិកម្មអាសាទៅរឿងសង្ក្រានឆ្នាំថ្មីដែលធ្វើនៅសៀមរាបគេមិនតិចគេទៅធ្វើប៉ាណូគេទៅធ្វើផ្លាកគេធ្វើអីខ្លោងទ្វារចូលមិនធ្វើបែបបទរចនាបទខ្មែរណាកាលជំនាន់នោះគឺថាគេធ្វើរចនាបទយួនទាំងអស់ខ្លោងទ្វារសង្ក្រានឆ្នាំថ្មីនៅសៀមរាបបងប្អូនចាំហើយគឺឆ្នាំ2015ណាកាលនោះខ្ញុំបានប្រតិកម្មទៅភាសាហើយបានគេកែគេដូរមកហើយពួកនឹងបានគម្រាមកំហែងខ្ញុំប្តឹងខ្ញុំថាខ្ញុំអីណាធ្វើអីណាបំផលអីណាបកកើតចលាចលណានៅក្នុងស្រុកនៅក្នុងអីណាគេវាមានគេមានវិធានការលើខ្ញុំច្រើនណាការជំនាន់នោះ2015 2016 17 18ហ្នឹងហើយគឺ
វាច្បាស់ណាស់ពួកហ្នឹងបាទឥឡូវគេធ្វើសង្ក្រានទៀតណាបងប្អូនគេធ្វើសង្ក្រាននៅសៀមរាបទៀតហើយបាទហ្នឹងហើយគាត់តែខ្ញុំជូនដំណឹងមួយទៅដល់បងប្អូនប្រជាពលរដ្ឋទេបាទធ្វើអីសបាយចោះប៉ុន្តែត្រូវគិតពីសុវត្ថិភាពត្រូវគិតពីប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរយើងបាទកុំឲ្យថាសបាយខ្លាចគេទុកណាខ្ញុំគាត់សូមជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋយើងខ្ញុំខ្លាចវាមានបញ្ហាគ្រោះថ្នាក់ហានិភ័យអីដែលជ្រួលច្បល់បង្កើតចលាចលណាមួយមិនមែនខ្ញុំទេជួនកាលវាមានពួកខលខូចនៅក្នុងនឹងវាបង្កើតឲ្យមានបញ្ហាដូចនៅកោះពេជ្រជាដើមបងប្អូនបាទវាមានមនុស្សអានឹងនិយាយចំគឺយួនតែម្ដងផែនការយួនតែម្ដងដែលវាសម្លាប់ខ្មែរយើងតាមរយៈនឹងបងប្អូនណាសម្រាប់យុវជនយុវនារីយើងនឹងបាទវាធ្វើទៅពីព្រោះតែមានពិធីម្ដងគឺមិនសូវមានចាស់ប្រមាណទេច្រើនតែយុវជនយុវនារីកំឡោះកំមុំនៅស្ទៀវអីហ្នឹងពេញជំទង់ពេញអីហ្នឹងគឺថាទៅសបាយអញ្ចឹងពេលដែលសបាយហ្នឹងវាដឹងអាយួនពួកផែនការវាគឺថាវាសម្រាប់អ្នកដែលបន្តវេនអ្នកវាសម្រាប់អ្នកដែលអាចផ្ដល់កំណើតគូសកលគូអីអញ្ចឹងទៅនឹងវ័យក្មេងហ្នឹងវាផ្ដាច់ជីវិតអ្នកទាំងអស់គ្នានឹងទៅកុំឲ្យខ្មែរយើងកើតច្រើនពេកកុំឲ្យខ្មែរយើងបន្តកំណើតច្រើនពេកដើម្បីវាបញ្ចូលនិគមជនយួនវាមកវាបញ្ចូលមក17លានអ្នកនៅ17លានអ្នក10ប្រហែលឆ្នាំអីចឹង40ឆ្នាំនៅ17លានអ្នកនៅនឹងតាមពិតមិនមែនប៉ុណ្្នឹងទេបងប្អូនបាទគឺចំនួនតួលេខហ្នឹងវាគ្មានធ្វើបាទវាគ្មានចុះធ្វើជំរឿនអីទេតួលេខនៅមាត់វានឹងផ្ដាល់ហ្នឹងវាចេះតែថា17លានអ្នកតាមពិតវាបញ្ចូលលានយួនមករាប់លានអ្នកបាទមួយឆ្នាំយួនចូលអាណាធិបតេយ្យតាមព្រំដែនដែលចាប់ដែលខត់វាទេអត់ទេតែគ្មានទេយួនចូលមកសេរីនៅតាមព្រំដែនបាទណាបងប្អូននៅតាមនេះដឹងហើយបងប្អូននៅតាមព្រំដែនដឹងហើយបាទគឺយួនចូលមកសេរីគ្មានប៉ាសពតគ្មានអីទេជិះម៉ូតូមកផ្លាកលេខយួនមកបើកឡានមកផ្លាកលេខយួនមកដឹកបន្លែដឹកផ្លែឈើអីមកផ្លាកលេខយួនមកគឺថាពេញទាំងអស់បាទអាណាធិបតេយ្យបាទអញ្ចឹងគ្រាន់តែខ្ញុំផ្ដាំទៅបងប្អូនយើងនៅក្នុងឆ្នាំថ្មីនេះបាទខ្ញុំខ្លាចវាមានបញ្ហាបែបហ្នឹងខ្លាចវាគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនបង្កើតចលាចលណាមួយរត់ជន់គ្នាងាប់រាប់រយរាប់ពាន់រាប់ម៉ឺនអ្នកទៀតបាទណាជួនកាលវាធ្វើឲ្យបរិវេណអង្គរវត្តរបស់យើងហ្នឹងខូចទៀតប្រាសាទអង្គរវត្តយើងខូចទៀតណាបាទដូចអាយួនសុកគង់ហ្នឹងបងប្អូនដឹងអាយួនសុកគង់ហ្នឹងចូលឆ្នាំចិនហ្នឹងវាទៅចែកអាំងប៉ាវចែកអីណាវាទៅធ្វើអញ្ចឹងឲ្យខ្មែរយើងងាប់អស់ប្រមាណខ្មែរយើងស្លាប់អស់ប្រមាណអ្នកហើយវាអត់មានទទួលខុសត្រូវទៀតអត់មានចាប់អាយួនសុកគុកនឹងយកមកដាក់គុកយកមកអីទៀតណាវារួចខ្លួនទៅទៀតណាអានឹងសិតតែយួនទាំងអស់ផែនការយួនទាំងអស់ណាឥឡូវវាទៅធ្វើនៅប្រាសាទអង្គរហើយបងប្អូនយើងទៅរាប់ម៉ឺនរាប់សែនអ្នកហើយវាបង្កើតនៅបញ្ហាជ្រួលច្បល់អីណារត់ជន់ជើងរត់ជន់គ្នាស្លាប់អីទៀតណាអានឹងគឺហានិភ័យច្រើនណាអញ្ចឹងបងប្អូនខ្ញុំមិនមែនធ្វើវិធានសនាមិនឲ្យបងប្អូនសុបាយទេណាខ្ញុំគិតថាខ្ញុំធ្វើវីដេអូនេះប្រកាសជាវាប្រតិកម្មមកខ្ញុំទៀតហើយខ្ញុំដឹងថាវាប្រតិកម្មមកខ្ញុំវាស្អីទៀតហើយថ្លែងការអីមកទៀតហើយណាអាហ្នឹងគឺគ្រាន់តែខ្ញុំនិយាយប្រការខ្ញុំខ្លាចប្រជាពលរដ្ឋខ្ញុំស្លាប់ខ្ញុំខ្លាចទេខ្ញុំបារម្ភពីព្រោះសមត្ថកិច្ចអីហ្នឹងมันអាចទៅទប់ស្កាត់ទៅការពារបានទេព្រោះយួនវាប្រកបច្រើនណាស់យួនវាប្រកបខ្លួនច្រើនណាស់បាទដូចនៅក្នុងអាករណីចែកអាំងប៉ាវនៅអាសុកគង់ហ្នឹងវាមានអាយួនប្រកបនៅក្នុងហ្នឹងវាស្រែកហេហក់ទៅណារត់ទៅជន់គ្នាយកទាំងក្មេងទាំងអីហ្នឹងណាបាទទៅដដើមលុយគ្នា$10ហើយអង្គប្រហែល2គីឡូហ្នឹងគឺជន់រៀបស្លាប់ខ្មែរយើងអស់ប្រហែលនេះហើយវាទៅឲ្យលុយប្រហែល$1000ហ្នឹងយើងយកមកអីសងជីវិតខ្មែរយើងតម្លៃខ្មែរយើងជីវិតយើងប៉ុណ្ណឹងបាទហើយក៏ថោកដល់ប៉ុណ្ណឹងវាមើងងាយជាតិសាសន៍យើងមែនតើបងប្អូនណាបាទអញ្ចឹងគឺថាបងប្អូនយើងប្រយ័ត្នប្រយែងមែនតើនៅក្នុងការសប្បាយរីករាយអីហ្នឹងគឺថា
សបាយយើងសបាយប៉ុន្តែត្រូវចេះមានវិធានការការពារកុំចាំបាច់ថាកុំរំពឹងទៅលើសមត្ថកិច្ចទៅលើអាជ្ញាធរអីថាគេនឹងការពារយើងគ្មានទេអត់ទេព្រោះអានេះរត់រួចតែខ្លួនហ្នឹងណារត់យករួចតែខ្លួនហ្នឹងវាមិនតែហ៊ានជាមួយយួនវាមិនហ៊ានជាមួយគេទេអាសមត្ថកិច្ចមួយចំនួនហ្នឹងវាខ្លាំងបានតែជាមួយខ្មែរហ្នឹងបើវាមិនដែលថាឃើញវាការពារខ្មែរបានម្ដងណាឡើយទេណាបើថាយួនវិញវាទៅការពារវាណាបាទការពារគេណាតើខ្មែរយើងមានតែរឹបអូសដីធ្លីផ្ទះសម្បែងខ្មែរយើងបាទអញ្ចឹងគឺថាខ្ញុំមានការបារម្ភពីព្រោះហ៊ុនម៉ាណីរៀបចំទៀតហើយការរៀបចំស្អីនៅមុខវាំងនោះឆេះរូបស្ដេចអត់ទទួលខុសត្រូវទៀតទៅរៀបចំហើយកម្មវិធីអីអសាទរកម្ពុជាស្អីណានៅក្នុងឆ្លងឆ្នាំហ្នឹងគឺថាធ្វើឲ្យឆេះរូបស្ដេចវាមើលប្រមាថមាក់ងាយវាដុតរូបស្ដេចហ្នឹងវាស្មើនឹងដេញស្ដេចវាមិនចង់ឲ្យមានស្ដេចចង់ឲ្យមានឪវាពូជវានៅក្នុងវាំងហ្នឹងណាសម្រាប់ឪវាដឹកពូជវាងដឹកនាំរាល់ថ្ងៃហ្នឹងឪវាធ្វើស្ដេចពូជវាងធ្វើស្ដេចហើយស្ដេចមាននៅក្នុងស្រុកខ្មែរណាស្ដេចមាននៅក្នុងវាំងណាបាទអានេះគឺវាធ្វើស្រេចចេញចិត្តហើយហ្នឹងគឺថាខ្ញុំមានប៉ុណ្ណឹងបងប្អូនណាវីដេអូរបស់ខ្ញុំបាទពីព្រោះខ្ញុំអត់ត្រូវធ្វើការ live ទេពីព្រោះតែ live រយៈពេល1ខែគឺដាច់ហើយវីដេអូហ្នឹងបាត់ហើយអញ្ចឹងមានតែធ្វើវីដេអូខ្លីៗខ្ទង់20នាទីអីចុះក្រោមអីហ្នឹងបាទដើម្បីជំរាបជូនបងប្អូនយើងបាទនៅក្នុងឆ្នាំថ្មីនេះបាទហើយសូមជូនពរបងប្អូនយើងទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រាតហើយបាទសូមអរគុណសូមជម្រាបលាបាទ